តោះបងប្អូនយើងមកនិយាយគ្នាលេងបន្តិចទាក់ទងទៅនឹងតើអាជីវកម្មរបស់ខ្ញុំវាជួយអ្វីខ្លះដល់ក្នុងសង្គមរបស់យើងបងប្អូនពីព្រោះសង្គមរីកចម្រើនឬក៏មិនរីកចម្រើនគឺគេមើលទៅលើកត្តា4ចំណុចធំទី1ការប្រើប្រាស់ទឹកមានគ្រប់គ្រាន់ហើយនៅទី2បង្គន់អនាម័យតើផ្ទះនីមួយៗមានបង្គន់ប្រើប្រាស់គ្រប់បានត្រឹមត្រូវហើយឬនៅទី3ទីលំនៅគេនិយាយអំពីទីលំនៅមានទីលំនៅសមរម្យហើយនៅទី4គឺភ្លើងបងប្អូនតែបើខ្ញុំដូចការងាររបស់ខ្ញុំអាចវាមិនជួយទាំងអស់ទេតែទី1ខ្ញុំលក់ដូចខ្ញុំលក់លូបងប្អូនអាចយកទៅធ្វើជាអណ្ដូងទឹកបងប្អូនអាចយកទៅដាក់លូធ្វើជាបង្គន់នោះវាទាក់ទងគ្នាបងប្អូនមកនេះសិតតែជាកត្តាដែលសម្រួលដល់ការរស់នៅរបស់គាត់ពេលគាត់ត្រូវការគាត់អាចយកទៅប្រើប្រាស់បានបងប្អូនដូចបើបងប្អូនចង់ធ្វើផ្ទះទៀតខ្ញុំមានដេកក៏មានបងប្អូនចង់តសញ្ញាបធ្វើផ្ទះស៊ីម៉ង់អូមានមកគ្រប់ដោយបងប្អូនត្រូវការអីទៀតឥឡូវអញ្ចឹងដោយសារកត្តាបង្គន់ប្រើប្រាស់សំបីតែអង្គការធំដែលគេជួយយើងភាគច្រើនទី1គេផ្ដោតទៅលើអណ្ដូងទឹកក្នុងភូមិមួយមានទឹកប្រើប្រាស់គ្រប់គ្រាន់ហើយនៅទឹកស្អាតត្រឹមត្រូវហើយនៅទី2ដូចអង្គការដែលខ្ញុំធ្លាប់សហការជាមួយពីមុនគឺអង្គការ IDE ក៏គេផ្ដោតទៅលើបរិស្ថានបងប្អូនបរិស្ថានគេចង់សំដៅទៅដល់ការវិច្ឆិចប់កាកសំណល់ឬក៏បង្គន់អនាម័យផ្ទះនីមួយៗមានប្រើប្រាស់គ្រប់គ្រាន់ហើយនៅអានេះគឺគេផ្ដោតសំខាន់មែនទែនបើអង្គការបណ្ដោះកុមារក៏គេធ្លាប់ជួយដែរបងប្អូនដូចអណ្ដូងទឹកដូចប្រព័ន្ធក៏ខាងអង្គការបណ្ដោះកុមារគេជួយដែរបងប្អូនអានោះភាគច្រើនអង្គការក្រៅរដ្ឋាភិបាលគេជួយយើង